Hello guys អញ្ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin Lumin Face បាននាំម៉ាំងវ៉ាមួយដែលមានចំណងជើងថាកម្ពុជាប៉ូលីសដែលមានអំណាចខ្លាំងហើយរឿងនេះគឺតាក់ទងនឹងការវាយដំគ្នាវាមើលទៅដូចជាល្អមែនទែនក្នុងការសម្រាយកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ការបកស្រាយឬក៏សម្រាយរបស់ admin ដូចតទៅសេចរឿងដំបូងបង្ហាញយើងឃើញក្មេងជំទង់ម្នាក់ដើរកាត់ភ្លៀងដោយមានឆ័ត្រមួយដើរទាំងភ្លៀងរលឹមស្រេកស្រែកហើយដើរដោយសន្សឹមសំមិនលឿនប៉ុន្មាននោះទេដើម្បីទៅដល់កន្លែងដែលគេស្នាក់នៅរាល់ថ្ងៃគេបានដើរទៅច្រកទ្វារផ្ទះរបស់គេក៏ឃើញបរិសុទ្ធចម្លែកដែលបិទបាំងមុខចិត្តឆឹងគឺទៅថតតែភ្នែកប៉ុណ្ណោះហើយគេក៏ឆ្ងល់ថាតើបរិសុទ្ធនោះគឺជានរណាហើយគេក៏និយាយទៀតថាខ្ញុំមិនដែលឃើញបរិសុទ្ធនោះទេតើគេមកពីណាគេក៏បានបើកទ្វារបោះក្រតាមគេចោលហើយក៏គេឃើញយ៉ាងភ្ញាក់ផ្អើលនោះគឺមាននរណាម្នាក់កំពុងតែចងកនៅនឹងមុខគេហើយបានស្លាប់បាត់ទៅហើយនេះគឺជាតួអង្គឯកប្ររបស់យើងតែយើងមិនដឹងថារឿងគឺដំណើរទៅណាទេគឺរឿងនេះគេបានបង្ហាញនៅក្បាលដំបងឲ្យយើងឃើញពីសកម្មភាពរបស់តួអង្គប្ររបស់យើងបានឃើញនរណាម្នាក់ស្លាប់នៅនឹងមុខគេដែលបើកទ្វារចូលមើលទៅដូចជាសមាជិកគ្រួសាររបស់គេហើយដើម្បីឲ្យកាន់តែច្បាស់យើងចូលទៅដល់សាច់រឿងយើងតែម្ដងទៅរឿងបង្ហាញឲ្យយើងឃើញដល់កន្លែងផឹកស៊ីមួយបង្ហាញម្ដងម្នាក់ឈ្មោះស៊ីនហេស៊ូគឺជាអ្នកស៊ើបអង្កេតក្តីឃាតកម្មហើយគេក៏និយាយថាថ្ងៃនេះគឺយើងមកញ៉ាំស្រាញ៉ាំឯម្ដងមិត្តភក្តិរបស់គេក៏និយាយថាថ្ងៃនេះចាំខ្ញុំភេទៅដល់ពួកឯងពេលនោះមិត្តភក្តិគេក៏ថាអូខេថ្ងៃនេះគឺយើងផឹកឲ្យសប្បាយទៅគឺជាជាក់ទៅលើហេឈុលបុរសដែលភេគេនោះគឺឈ្មោះថាហេឈុលហើយពេលនោះតួអង្គឯករបស់យើងគឺឈ្មោះថាស៊ីនហេស៊ូក៏បានញ៉ាំស្រាជាមួយនឹងគេអបអរក្នុងពិធីជប់លៀងនោះតែម្ដងគេបង្ហាញឲ្យឃើញមិត្តភក្តិរបស់ហេស៊ូដែលមិត្តជិតស្និទ្ធនោះគឺឈ្មោះថាចាងស៊ូដែលជាមិត្តនៅវិទ្យាល័យរៀនជាមួយគ្នាក្រោយពីបានបញ្ចប់ការសិក្សាមកពួកគេមិនមានទំនាក់ទំនងអ្វីជាមួយគ្នានោះទេទើបតែពេលនេះបានញ៉ាំស្រាជាមួយគ្នាក្នុងពិធីជប់លៀងកាលពីនៅវិទ្យាល័យពួកគេបានហាត់ប្រដៅជាមួយគ្នាតែប៉ុន្តែពេលជាចុបននេះចាងស៊ូបានធ្វើការជាមួយក្រុមក្មេងទំនើងហើយគេមកជួបហេស៊ូរបស់យើងពេលនេះគឺដើម្បីសោកប៉ាន់ចេងស៊ូរបស់យើងកុំឲ្យទៅស៊ើបអង្កេតក្រុមក្មេងទំនើងរបស់គេឬក៏ចាប់ខ្លួនពួកគេនៅបទឧក្រិដ្ឋណាមួយហេស៊ូដឹងច្បាស់ណាស់ថាចាងស៊ូមកនេះគឺមានគោលបំណងអ្វីមួយហើយពិតជាមិនខុសគេគឺចាងស៊ូគឺមកដើម្បីពឹងពាក់ហេស៊ូកុំឲ្យស៊ើបអង្កេតពេលនោះក៏គេបាននិយាយថាយើងដឹងថាឯងបច្ចុប្បន្នកំពុងតែខ្វះខាតលុយគឺយើងយកកាតនេះទៅដើម្បីពេលឯងខ្វះលុយគឺទេមករកយើងនឹងផ្ដល់លុយឲ្យឯងចំនួនដែលឯងត្រូវការភ្លាមពេលនោះដែរហេស៊ូរបស់យើងបានវាសដៃត្រូវទៅដៃចាងស៊ូរបស់យើងហើយទៅកាត់អន្ទាននោះបានខ្ទាតទៅឆ្ងាយហើយគេក៏និយាយថាទោះយើងស្លាប់ក៏យើងមិនទទួលលុយក្រុមក្មេងទំនើងរបស់ពួកឯងដែរយើងគឺជាក្រុមប៉ូលីសស៊ើបអង្កេតរឿងឃាតកម្មបើពួកឯងធ្វើអ្វីមិនខុសច្បាប់ទេហេតុអ្វីបានជាពួកឯងមកពឹងពាក់យើងដូចនេះតើឯងមានកំហុសហើយមើលទៅបានជាឯងមកសោកប៉ាន់យើងបែបនេះដោយឃើញថាហេស៊ូយើងមិនព្រមចាងស៊ូរបស់យើងក៏បានងើបដើរចេញមកហើយចំណាយហេស៊ូរបស់យើងមើលទៅដូចជាមានការស្មុគស្មាញអ្វីម្ដងទេស្រាប់តែមិត្តភក្តិគេឆុងសូលក៏បាននិយាយថាតើឯងមានកង្វល់អ្វីមែនហើយហេស៊ូរបស់យើងក៏បង្វែរសាច់រឿងទៅសួរតើអ្វីហើយជាកម្មរបស់ឯងតើវាដំណើរការយ៉ាងដូចម្ដេចទៅហើយសូលក៏និយាយថាការងារមានអីដំណើរការធម្មតាផ្ទះអីក៏មានឡានអីមានគ្រប់សំលុយចាយមិនខ្វះទេមិនដូចអ្នកខ្លះទេគឺបញ្ចប់ការសិក្សាសូម្បីតែផ្ទះសម្បែងត្រឹមត្រូវក៏មិនចង់មាននៅផងនិយាយព្រឹកផ្ដងទៅហេស៊ូយើងបណ្ដើរសោកចំអកបណ្ដើរដែលធ្វើឲ្យហេស៊ូយើងមានការខឹងក្តៅក្រហាយជាខ្លាំងបន្ថែមប៉ុណ្ណោះនិយាយប៉ះពាល់ទៅដល់មនុស្សស្រីដែលខ្លួនស្រឡាញ់ថានាងក្រីក្រថែមទៀតដែលធ្វើឲ្យហេស៊ូរបស់យើងចាក់ស្រាទាំងដៃញាល់ហើយក៏គេបានចង្អុលមុខទៅឆុងសូលថាតើឯងកំពុងនិយាយអ្វីឬក៏ចង់ឲ្យយើងទទួលប្រាក់សំណូកពីពួកជនក្មេងទំនើងនឹងមែនគឺយើងជាអ្នកបង្ក្រាបក្មេងទំនើងនិងឧក្រិដ្ឋកម្មផ្សេងយើងមិនត្រូវការលួចកខ្វក់របស់ក្មេងទំនើងដូចជាពួកគេនោះទេឆុងសូលក៏នៅតែនិយាយព្រឹកម្ដងទៅកាន់ហេស៊ូរបស់យើងពីនេះពីនោះដែលធ្វើឲ្យហេស៊ូរបស់យើងគឺមានការខឹងសម្បាជាខ្លាំងចាប់កែវស្រាច្របាច់ឡើងបែកតែម្ដងធ្វើឲ្យមនុស្សនៅជុំវិញនោះមានការភ័យញាក់ផ្អើលជាខ្លាំងហើយការស្របាច់នោះក៏ធ្វើឲ្យដៃរបស់គេមានរបួសហូរឈាមស្របតែគេទៅចាប់ក្របួចកអាវឆុងសូលហើយក៏គេនិយាយថាឯងឈប់និយាយឯងឆាប់បិទមាត់ភ្លាមទៅអាចចង្រៃយកគេក៏និយាយទៀតថាតើយើងមិនដឹងថាឯងកុំធ្វើអ្វីខ្លះមែនទេហេស៊ូលដែលធ្វើឲ្យហេស៊ូលយើងមានការភ័យខ្លាំងពេលនោះដែរហេស៊ូរបស់យើងបានប្រឡែងដៃចេញពីកអាវរបស់ឆុងសូលហើយគេយកដៃនោះទៅទះស្មារបស់ឆុងសូលតិចហើយគេនិយាយថាយើងមិនចង់បង្ករឿងជាមួយឯងនោះទេគឺយើងមកផឹកស្រាតែប៉ុណ្ណោះហើយឆុងសូលរបស់យើងគឺមានការខឹងសម្បាទៅលើតួអង្គឯករបស់យើងជាខ្លាំងបាន
លួចខ្សឹបជេរនៅក្នុងចិត្តគេថាអាសត្វដេរឆាននេះវាហ៊ានធ្វើដល់ថ្នាក់នេះដល់យើងផងថ្ងៃណាមួយយើងនឹងធ្វើឲ្យឯងដឹងកំហុសរបស់ឯងដែលធ្វើដាក់យើងនៅថ្ងៃនេះពេលនោះហេស៊ូរបស់យើងបានជួបបារីហើយក៏គេនឹកទៅដល់រឿងដែលឪពុករបស់គេចងកស្លាប់តាមពិតគឺភាគដំបូងដែលយើងបានឃើញនោះគឺឪពុករបស់គេហើយគេក៏ហៅបុរសម្នាក់ដើម្បីឲ្យជូនគេទៅផ្ទះពួកគេបានផឹកស្រាស្រវឹងបាត់ទៅហើយព្រោះគេមិនអាចធ្វើដំណើរបានគេព្រោះអាចគ្រោះថ្នាក់ដល់អ្នកដទៃទៀតប្រសិនមកគេធ្វើដំណើរដោយមានគ្រឿងស្រវឹងជាប់ខ្លួនបែបនេះក្រោយពីបានឲ្យម្ចាស់តាក់ស៊ីរួចហើយហេស៊ូរបស់យើងគឺដេកតែម្ដងហើយពេលនោះបរិះនោះក៏និយាយថាប្រពន្ធរបស់លោកពិតជាស្អាតមែនតែនត្រគាកនាងឡើងស្ដើងទុនដល់យ៉មែនតែនមកគឺស្អាតមែនតែនប៉ុន្តែមើលទៅមិត្តប្រុសរបស់នាងមើលទៅដូចមិនទៅគ្រប់ត្រឹមមិនទេផឹកតែស្រាពេលនោះដែលធ្វើឲ្យហេស៊ូរបស់យើងខឹងជាខ្លាំងមើងងាយខ្លួនថាខ្លួនមិនដឹងអីលើកៅផឹកតែស្រាបែបនេះពេលនោះគេក៏ឲ្យបុរសនោះឈប់ឡានភ្លាមហេស៊ូទៅគោះកញ្ចក់ឡានរបស់បុរសនោះហើយឲ្យគេចេញមកក្រៅភ្លាមពេលនោះបុរសនោះក៏និយាយថាអូខេខ្ញុំចេញក្រៅក៏បានដែរពេលនេះក៏និយាយថាតើយើងនិយាយចំចំណុចឯងមែនទេបានជាឯងខឹងបែបនេះពេលនោះហេស៊ូក៏និយាយទៀតថាតើឯងភ្លើមែនទេបាននិយាយបែបនេះពេលនោះគេក៏ដកកំបិតរបស់គេទៅបំរុងទៅចាក់ហេស៊ូយើងតែម្ដងពេលនោះហេស៊ូហើយក៏គេគិតថាយើងនឹងវាយឯងតែម្ដងអាចចោលចង្រៃមិនដេចក៏ឯងធ្វើបែបនេះក្រោយពីកិច្ចហេស៊ូបានម៉ាត់អាបុរសនោះមួយដៃពេញទំហឹងធ្វើឲ្យគេក្អួតឈាមសន្លប់ដេកផ្ងាក្រោយបុកបង្គោលស្ពានចិត្តនោះតែម្ដងហើយគេនិយាយថា come here យើងមិនទាន់វាយឯងនោះទេតើឯងខ្លាំងឯងចូលមកទៀតមកពេលនោះគេក៏មានការភ្ញាក់ផ្អើលជាខ្លាំងគេក៏ក្រឡេកទៅមើលពីក្រោយក្បាលរបស់នោះក៏ឃើញហូរឈាមគេមានការភ័យយ៉ាងខ្លាំងគេថាតិចយើងវាយគេងាប់ទៅពេលនោះក៏គេមានការស្លន់ស្លោខ្លាំងដឹងធ្វើឲ្យទៅអីទេព្រោះគេគិតថាគេបានសម្លាប់មនុស្សបាត់ទៅហើយគេក៏ទេទៅលេខជួយសង្គ្រោះ119ពេលនោះត្រូវតែមានលេខនរណាម្នាក់ទេបុកមកគេហើយហេស៊ូក៏និយាយថាតើនេះជាលេខរបស់អ្នកណាពេលនោះក៏គេលើកហើយក៏បាននិយាយជាមួយបុរសនោះដែលធ្វើឲ្យហេស៊ូរបស់យើងមានការភ្ញាក់ផ្អើលជាខ្លាំងគេមើលទៅទឹកមុខដូចជាភ័យមែនតែនឲ្យកលេចទៅមើលបុរសដែលគេបានវាយមុនតិចប្រហែលជាស្លាប់បាត់ទៅហើយការនិយាយសន្ទនារវាងបុរសលេខដែលមិនស្គាល់និយាយជាមួយហេស៊ូរបស់យើងគឺมันបានបង្ហាញនៅសាច់រឿងនោះទេគឺគេបានលាក់បាំងតែម្ដងហេស៊ូក៏និយាយថាតើខ្ញុំគូគិតធ្វើដូចម្ដេចតើខ្ញុំត្រូវខកប្រាប់ប៉ូលីសដែរឬទេប្រសិនបើខកប្រាប់ប៉ូលីសគេនឹងអាចចាប់ខ្ញុំតែម្ដងព្រោះខ្ញុំបានសម្លាប់មនុស្សពេលនោះក៏គេឃើញឡានបើកកាត់ដែរតែគេមិនខ្វល់ទេព្រោះថាមេឃភ្លៀងហើយងឹតបែបនេះគេមិនឃើញនោះទេពេលនោះក៏គេនឹកឃើញថាប្រសិនបើគេខលទៅប៉ូលីសនឹងចាប់ខ្លួនគេហើយគេនឹងហូតតំណែងរបស់គេចេញពីអ្នកស៊ើបអង្កេតតើខ្ញុំត្រូវធ្វើដំណេចដើម្បីស៊ើបក្តីរឿងឪពុករបស់ខ្ញុំនៅពេលបានស្លាប់ទៅព្រោះដោយសារតែខ្ញុំបានវាយបុរសម្នាក់ស្លាប់បាត់ទៅហើយខ្ញុំនឹងជាប់គុកដោយឥតលក្ខខណ្ឌដល់ប្រហែលឆ្នាំគេគិតមួយសន្ទុះគេក៏យកអាវរបស់គេគ្របក្បាលរបស់បុរសម្នាក់នោះដើម្បីកុំឲ្យហូរឈាមច្រើនហើយក្រុមអ្នកជួយសង្គ្រោះកាបានមកដល់ឲ្យហេស៊ូរបស់យើងចេញឲ្យឆ្ងាយពីទីនេះបន្តិចទៅព្រោះដើម្បីគេជួយសង្គ្រោះអ្នកដែលមានរបួសដែលកំពុងដេកស្ដុកស្ដឹងនេះចុះឡើងហេស៊ូរបស់យើងនៅតែមិនដាច់ចិត្តសុកចិត្តទេខលទៅក្រុមជួយសង្គ្រោះមិនទាន់ដើម្បីជួយបុរសម្នាក់នេះទោះដឹងថាបុរសម្នាក់នេះគឺជាអ្នកបង្កហេតុចង់សម្លាប់គេក៏ដោយក៏គេនៅតែខលឲ្យអ្នកជំនួយឬក្រុមជំនួយមកជួយគេឬក្រុមសង្គ្រោះបន្ទាន់មកជួយបុរសនោះទាល់តែបានហើយគេក៏បានឡើងទៅតុលាការដោយបានជាប់ចោទថាបានសម្លាប់វាយដំមនុស្សដោយមានគ្រឿងស្រវឹងជាប់ខ្លួនដែលធ្វើឲ្យគេជាប់គុករហូតទៅដល់រយៈពេល3ឆ្នាំដោយការជាប់គុកនេះគេបានដើរជាមួយនឹងឆ្មាំគុកម្នាក់ហើយចូលទៅក្នុងគុកស្រាប់តែមានអ្នកទោសជាច្រើនមកស្គាល់ទៅដល់ហេស៊ូរបស់គេក៏បានសោកចំអកទៅគេថាអូបរិះនេះហើយគឺជាអ្នកស៊ើបអង្កេតបង្ក្រាបពួកយើងឲ្យតើចំណុចរបស់ខ្ញុំត្រូវគាត់វាយមួយដៃឡើងលែងធំក្លិនអីអត់ទៅហើយពេលនោះឆ្មាំគុកឲ្យគេចូលទៅក្នុងគុកហើយក៏ចាក់សោហើយមានបុរសប្រមាណអ្នកសួរគេថាតើឯងនៅចាំយើងបានទេហេស៊ូអ្នកស៊ើបអង្កេតពេលនោះគេក៏និយាយទៀតថាតើឯងចង់បានអាហារថ្ងៃត្រង់នេះមានរសជាតិដូចមិនដេចដែរពេលនោះហេស៊ូមើលទៅខឹងជាខ្លាំងមើលមុខឡើងភ្នែកឡើងក្រហមសម្លឹងទៅពួកគេហើយពួកអាចចំគួតនៅក្នុងគុកម៉ាអ្នកហ្នឹងគឺមានដំបងមានអីពួកវាមកបំរុងនឹងវាយហេស៊ូតែម្ដងមើលទៅហេស៊ូពិតជាខឹងមុខមាត់មែនតែនគឺមិនខ្លាចពួកវាសំបីតែប៉ិនក្រចកដៃនោះទេហើយស្រែកទៅប្រាប់ពួកគេថា
បើពួកឯងខ្លាំងចូលមកយើងនឹងវាយពួកឯងឲ្យស្លាប់ដូចយើងវាយបរោះដែលចង់ធ្វើឃាតយើងអញ្ចឹងហើយ chapter រឿងនេះក៏បញ្ចប់ភាគទី1នៅត្រឹមនេះបើមានកន្លែងណាខ្ទាស់ខុសពាក្យសម្ដីខន្តីអភ័យទោសដល់រូបខ្ញុំផងដែរហើយសូមបងប្អូនជួយចុច like និង subscribe ខមមិនម្នាក់មួយផងបើមិនទាន់ sub ជួយ sub ម្នាក់មួយមកដើម្បីឲ្យជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតសូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ